ទូរ My TV ពីកម្មវិធីក៏សូមអរគុណត្រង់ម្ចាស់ឧបត្ថម្ភកម្មវិធីរបស់យើងគឺបាកាភេសជ្ជៈបើកម្លាំងលេខ1នៅប្រទេសកូរ៉េផ្សំពីយិនសិននិងសារធាតុជាច្រើនសម្រាប់ជំនួយរាងកាយនិងខួរក្បាលធ្វើឲ្យរាងកាយមាំមួននិងកម្លាំងខ្លាំងក្លាបំបត្តិភាពនឿយហត់បាកាសបន្ថយភាពអស់កម្លាំងឈឺក្បាលនិងជំនួយស្មារតីក្នុងការបើកបរបាកាសបន្សាបជាតិស្រវឹងនិងជួយសម្រួលចង្វាក់បេះដូងជួយការពារប្រព័ន្ធកោសិកាថ្លើមជំនួយស្មារតីនិងបង្កើនភាពចងចាំលោកអ្នកដែលមានបញ្ហាជំងឺទឹកនោមផ្អែមអស់បញ្ហាទៀតហើយក៏អាចបើកម្លាំងបានជាមួយ Bacchus Sugar Free ដែលគ្មានសារធាតុស្ករ Bacchus លើសពីភេសជ្ជៈបើកម្លាំងបាទក៏សូមអរគុណទៅដល់ Fanta រសជាតិនៃភាពស្រស់ស្រាយ Fanta ផលិតផលមានគុណភាពរបស់ក្រុមហ៊ុន Coca-Cola ជ្រើសរើស Fanta រសជាតិដែលអ្នកចូលចិត្ត Fanta រសជាតិក្រូចឬ Fanta រសជាតិផ្លែឈើដើម្បីជួបជុំរីករាយជាមួយមិត្តភ័ក្តិរបស់អ្នក Fanta រសជាតិនៃភាពស្រស់ស្រាយបាទអរគុណនេះគឺជាម្ចាស់ឧបត្ថម្ភទាំងពីរសម្រាប់កម្មវិធីពេញចិត្តអត់របស់ស្ថានីយទូរទស្សន៍ My TV ចាកម្មវិធីយើងគឺខិតខំស្វែងរកនៅអ្វីដែលប្លែកៗក៏ដូចជាផ្ដល់ជូននៅចាយុវវ័យគាត់សម័យក្រោយនេះឲ្យគាត់បានមានឱកាសជាបង្ហាញជូននៅសមត្ថភាពទាំងការច្រៀងការសម្ដែងខេត្តសប្តាហ៍នេះសៀកទៀតបាទសៀកនិយាយចំគឺយើងផ្ដល់ឱកាសឲ្យប្រជាជនកម្ពុជារបស់យើងជាជនបរទេសដែលគាត់មានសេចក្តីក្លាហានហើយគាត់ចង់បង្ហាញនៅលើវេទិកាទូរទស្សន៍ចាឥឡូវនេះលោកអ្នកប្រកាសជាកំពុងតែតន្ទឹងរង់ចាំតាមដាននឹងការសម្ដែងសៀកហាសកម្មជាបន្តទៀតសូមស្វាគមន៍ចាបេក្ខជនទី3គឺលោកម៉ាក់ស្រស់ជម្រាបសួរបាទជម្រាបសួរស្វាហាប់ណាបេក្ខជនទី3គាត់ដំបូងនេះសូមគោរពគណៈកម្មការទាំង4ហើយនិងទស្សនិកជនទាំងអស់បាទហើយនឹងបងទីកទាំងពីរបាទចាអរគុណច្រើនបាទពិតជាស្រស់មែនមកស្រស់បតោច្រើនចឹងស្រៀងនឹងតែបើនឹងស្រៀងណាគេអត់ណាគេដែរបងប្អូនដឹងថាគាត់ស្រៀងណាគេគិតដូចនេះខ្ញុំអត់ស្រៀងសានផនិតមានគាត់ថាជាមកអត់ទេចេះច្រៀងដូចគាត់ទេចេះច្រៀងតាបាទឥឡូវបង្ហាញតិចមើលច្រៀងវិញចឹងដូចគាត់តិចមើលណាអត់ចេះច្រៀងទេដូចចេះដល់ពេលលេងចេះច្រៀងលេងជាមិនចេះច្រៀងបាទឥឡូវច្រៀងមើលដៃគោមើលសាណាមើលចាឆ្លងឆ្លើយមួយមើលសម្ដែងជូនតែតាមពិតខ្ញុំគិតថាចេះបើសិនជាប្អូនច្រៀង style របស់លោកសានផនិតចឹងហ៎ចាតតែចេះស្រាវពីក្រោមមកទៀតចាបងតើគាត់ចេះក្តោបចឹងហើយខ្ញុំសួរថាបងផនិតឲ្យខៃបានដើរចេះក្តោបថាធ្ងន់អីខោគាត់ម៉ែចង់20គីឡូហ្នឹងខោក្បួយគាត់តែធ្ងន់ខោចាឥឡូវដោយសារនេះជាសប្តាហ៍បង្ហាញសមត្ថភាពខាងសៀករហស្សកម្មប៉ុន្តែចង់ឲ្យគាត់ផ្ដល់ភាពស្វ័យឲ្យច្រៀងបន្តិចបានទេសាក់តិចណាតែបានឆ្លងឆ្លើយហ្មងដៃគូខ្ញុំបកគោលឲ្យខ្ញុំចេះច្រៀងបទកន្លែងរបស់ខ្ញុំផ្ទាល់បាទតោះបាទអីក៏បានព្រោះកុំផ្ទះដៃបាទកើសំជើញអនុស្សាវរីយ៍ដែលយើងបានសាងរឿងទាំងប៉ុន្មានចងចាំក្នុងចិត្តបាទសូមអរគុណចាអរគុណលេងវីរ៉ូលីនតបានអត់ធ្លាប់ញ៉ាំការ៉េតឃ្លាបានអត់តាមបានកាត់តិចនៅការគ្រានងបងកង់សងអើយបងពីក្រោយប្រសាអូនបែងពេកមិនអើយកក់ឈរបងអើយអូនដេញព្រោះថាសាអូននឹងវាវែងពេកបានបងឲ្យអូនដេញចាំពីណាចូលគ្នាសោះស្នេហាពីអ្នកណាចូលគ្នាចាឲ្យតែ3បន្តទៀតចឹងអត់ទេតែ3តពីអ្នកខ្ញុំទៀតគេទៅសម្ដែងជារហស្សកម្មប្រហែលខែដែរមុននឹងឡើងកាន់ទីនេះខ្ញុំបានហ្វឹកហាត់ហើយព្រោះខ្ញុំធ្វើការនៅកន្លែងបារកន្លែងក្រុមផ្សារដូច្នេះខ្ញុំហ្វឹកហាត់រងថ្ងៃខ្ញុំធ្វើរងថ្ងៃបាទព្រោះខ្ញុំជួនកាលថ្ងៃសម្រាប់ខ្ញុំហ្វឹកហាត់នៅផ្ទះនៅពេលក្បាច់ថ្មីខ្ញុំបើកមើលអ៊ីនធឺណិតឬបើកមើលអីមើលហើយខ្ញុំក្បាច់ថ្មីខ្ញុំរៀនតាមហ្នឹងខ្ញុំយកកាមេរ៉ាថតនៅពេលខ្ញុំថតហើយ slow យឺតហើយបាទខ្ញុំរៀនតាមបាទខ្ញុំរៀននៅខ្លួនឯងផ្ទាល់ហ្មងហើយនឹងមានមិត្តភក្តិតិចតួចបាទបាទអរគុណចា៎នេះសូមអញ្ជើញទស្សនាការបង្ហាញសមត្ថភាពរបស់លោកម៉ាសោះទាំងអស់គ្នាសូមអញ្ជើញ
ដល់អ្នកទាំង3សម្រាប់ការបង្ហាញជូនសមត្ថភាពនៅក្នុងសិរហសកម្មដែលមានលោកបាក់ស្រះគឺជាប្រធានក្រុមបាទសូមអរគុណច្រើនបាទអស់ចាមែនតើសូមជម្រាបក្រាបវិទ្យាបាទឃើញថាមិញបោះលះមែនតើចេះបោះប្រហែលឆ្នាំហើយខ្ញុំចេះបោះ3ឆ្នាំហើយ3ឆ្នាំតបបោះខ្ញុំធ្វើការស៊ីមរៀបទៅខ្ញុំបោះឲ្យភ្ញៀវមើលភ្ញៀវតែមើលហើយលើកទឹកចិត្តខ្ញុំណាបាទខ្ញុំក៏សប្បាយចិត្តដែរនៅពេលដែលគេលើកទឹកចិត្តខ្ញុំណាបាទតែពុតនៅខ្មែរគឺគេអត់មានទេកន្លែងរឿងបោះដបបាទតែដល់ក្រោយមកខាងគេឲ្យខ្ញុំធ្វើការនៅភ្នំពេញបាទខ្ញុំក៏មកចាមកខ្ញុំថាខ្ញុំនៅមកដល់ខ្មែរខ្ញុំចង់ឲ្យគេឲ្យគេស្គាល់ថាខ្ញុំលីសាគឺបោះដបបែបហ្នឹងពីមុនគេបោះដបគ្រាន់តែជាក្លុកធម្មតាចាក់តែប៉ុន្តែខ្ញុំផ្លាច់គេបាទប៉ុន្តែខ្មែរយើងមិនមានទេបើមិនមានព្រឹត្តល្អទៀតខ្ញុំក៏សប្បាយចិត្តដែរបាទប៉ុន្តែបើមានសប្បាយបាទចាអរគុណឥឡូវឲ្យតារាកិត្តិយសយើងទាំង4រូបមានខាងណាមានយោបល់អីអត់ទេបាទខ្ញុំបាទក៏ចង់សួរទៅខាងបងប្រុសដែរគឺថាការហាត់រៀននេះគឺបងហាត់រៀនដោយខ្លួនឯងផ្ទាល់ឬក៏មានគ្រូឬក៏ហាត់នៅតាមបណ្ដាប្រទេសផ្សេងផងដែរបងបាទពីមុនអត់មានគ្រូទេព្រោះខ្ញុំរៀនឲ្យខ្លួនឯងបាទព្រោះខ្ញុំបើកអ៊ីនធឺណិតមើលខ្ញុំបានស្គាល់ជនជាតិអូស្ត្រាលីម្នាក់ដែលមកខ្ញុំធ្វើការគឺគាត់ស្គាល់ខ្ញុំសន្ទនាមួយគាត់និយាយទៅលេចទៅការយ៉ាងហ្នឹងឬហើយគាត់ក៏ឲ្យចំណុចមួយក្លុកសាបើនេះឯងចេះក្លុកសាអ្នកគួរតែធ្វើអ្វីមួយឲ្យពិសេសដើម្បីឲ្យភ្ញៀវសប្បាយចិត្តបាទលេងមួយភ្ញៀវលេងសាច់មួយភ្ញៀវកំ pl ាយភ្ញៀវជាសើចបាទព្រោះដល់ពេលចាប់ផ្ដើមបោះដំបងហ្នឹងមិនដែរដូចធ្លាក់បាយដបច្រើននេះដៃបងរឿងបោះដំបងគឺដៃខ្ញុំគឺក្រិនអស់ហើយអូព្រោះដៃខ្ញុំលមុនស្ទន់ទុនទេព្រោះកាលណាខ្ញុំបោះលើ stall លើដៃពុកដៃឈាមឈាមហ្នឹងក៏ផ្លាត់ទៅយើងអាចឈាមទួយដែរគឺតស៊ូបាទតចេះរៀនហ្នឹងតយើងនៅមួយវាបាទហាត់មួយវាឲ្យនៅវាទោះបើធ្វើការឡៃផ្សេងរៀនបោះគាត់ចេះដែរបាទហើយពេលដែលរៀនហ្នឹងរយៈពេលប៉ុន្មានដើម្បីឲ្យបោះបានចាប់ដើមយកជាការបានចូលជាការបានមួយឆ្នាំជាងបាទមួយឆ្នាំជាងចាតែការពីយូរដែរចាបាទចាបាទអរគុណឥឡូវយើងចូលមកកាន់ប្រទេសរបស់គណៈកម្មការសូមអញ្ជើញបាទចាសូមអញ្ជើញខ្ញុំគាត់ឃើញគាត់បោះខ្ញុំភ័យជំនួសព្រោះខ្ញុំកាលមុនខ្ញុំនៅតូចខ្ញុំធ្លាប់ហាត់ដែរតែគួរឲ្យស្ដាយអត់មានទេពកោសលក្នុងការហាត់របស់នេះបាទខ្ញុំហាត់អស់3ខែខ្ញុំធ្វើអត់បានតែពេលតែឃើញគាត់ធ្វើបានគឺសរសើរមែនទែនបាទសូមអរគុណបាទសូមអធិស្ឋានបងដែរខ្ញុំសូមនិយាយថាសម្រាប់បងសម្ដែងគឺអស្ចារ្យមែនទេប៉ុន្តែ trick របស់បងគឺជន់គ្នាច្រើនបងបាទទី1ហើយទី2សូមកាត់បន្ថយការផ្្លាត់បាទសូមអរគុណច្រើនចាចំពោះនាងខ្ញុំឃើញថា style របស់ប្អូនគឺប្លែកពីស្រុកខ្មែរព្រោះថាអត់ដែលឃើញអ្នកស្រុកខ្មែរគាត់ហាត់រៀនអញ្ចឹងប៉ុន្តែប្អូនធ្វើនេះមក style ប្លែកពីគេគ្រាន់ថាបងឃើញអូនហ្នឹងរៀងផ្្លាត់បន្តិចដោយសារអីបងអត់ដឹងទេពីព្រោះបងមិនមែនអ្នកសិរហសកម្មបើគាត់ខាងនេះគាត់ដឹងអញ្ចឹងណាដល់យើងបើសិនជាយើងចូលប្រកួតមែនតែនហ្មងតែយើងធ្លាក់ដបតែមួយក៏ធ្លាក់ដែរអូនมันអាចឡើងឈានទៅមុខវគ្គផ្ដាច់ព្រាត់បានណាចាអរគុណបាទសូមអរគុណច្រើនបាទចំពោះរូបខ្ញុំបាទវិញគឺអត់ដែលមានចំណង់ចំណូលចិត្តលេងអីធ្ងន់ដូចមនុស្សផុសមិនតែខ្លួនឯងស្រីខ្លួនឯងប្រសិទ្ធរលីងឲ្យបន្ទុកដាក់បន្ទុកទៅគ្នាឬក៏គេអត់សួរបងណាបាទចង់បង្ហាញបងបង្ហាញពីអារម្មណ៍តែចង់ត្រូវបង្ហាញមែនទេបងមែនអត់ទេបាទគឺគាត់សមត្ថភាពផងគាត់គឺទទួលយកបានជាពិសេសគឺខ្ញុំធ្លាប់ឃើញគាត់នៅក្លឹបរាត្រីមួយនៅក្នុងទីក្រុងភ្នំពេញបាទមានការចាប់អារម្មណ៍ប៉ុន្តែពេលហ្នឹងគឺខ្ញុំរៀងស្វឹងដែរបាទបងគួរតែកាត់បន្ថយនៅការផ្្លាត់ស្នៀតបាទព្រោះអាចបើថាបងចូលប្រកួតទីកន្លែងផ្សេងៗអាចនឹងគេកាត់បន្ទុកបងច្រើនបាទចំពោះរូបខ្ញុំបាទវិញគឺសូមកោតសរស្មោះបាទគឺជាមនុស្សឆារយៈមួយរូបដែរព្រោះគាត់ជាបាទចេះបោះ3 4លើកចុះលើកឡើងអញ្ចឹងណាបាទបើសិនខ្ញុំនៅពីទូចលេងតាទេថែហ៎បាទគួរឆ្មាទៅលើចាប់ចង្កឹះបាទបាទសូមអរគុណបាទសូមអរគុណបាទអរគុណច្រើនណាស់សម្រាប់បានតែស្អីនេះកញ្ញាយើងនឹងមានការបង្ហាញជូនសមត្ថភាពពីសំណាក់បេក្ខជននិងបេក្ខនារីជាបន្តទៀតបេក្ខជនទី4អ្នកនាងឈឹម